សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមចូលដល់មេរៀនយើងមួយទៀតដល់ចំណុចក្រាបផ្លិតដែលស្ថិតនៅក្នុងទំព័រទី125ក្រាបផ្លិតជាមេរៀនមួយដែលបងប្អូនធ្លាប់បានសិក្សាកាលពីថ្នាក់ទី5ហើយក្រាបផ្លិតគឺវាមានជារៀងរង្វង់តែយើងបែងចែកជាចំនួនអ្វីមួយដែលគេចង់បែងចែកឲ្យយើងដូចជាឧទាហរណ៍ក្នុងចំណោមមនុស្ស20នាក់អ្នកដែលប្រើប្រព័ន្ធទូរស័ព្ទ A B C មានដូចខាងក្រោមគេថា5នាក់ប្រើប្រព័ន្ធ A 7នាក់ប្រើប្រព័ន្ធ B ហើយ8នាក់ប្រើប្រព័ន្ធ C អញ្ចឹងយើងត្រូវយកចំនួនអ្នកដែលប្រើប្រព័ន្ធទូរស័ព្ទ ABC នោះគិតជាភាគរយដែលយើងត្រូវគូរទៅលើក្រាបផ្លិតបើគេគិតជាភាគរយ5នាក់ប្រើប្រព័ន្ធ A គឺស្មើនឹង5លើ20អញ្ចឹង20បានមកពីណាបានមកពីការបូកចំនួនមនុស្សទាំងអស់ដែលប្រើ3ប្រព័ន្ធនឹងចូលគ្នាមានន័យថា5នាក់ក្នុងចំណោមអ្នកប្រើប្រព័ន្ធទាំង3ហ្នឹងស្មើនឹង25លើ100មានន័យថាយើងគុណរកភាគរយស្មើនឹង20%ចាមានន័យថាមនុស្ស25%ប្រើប្រព័ន្ធទូរស័ព្ទ A បន្ទាប់មកគេធ្វើលំនាំអញ្ចឹងទៀតដើម្បីរកភាគរយនៃអ្នកប្រើទូរស័ព្ទប្រព័ន្ធ B ចាបន្ទាប់មកទៀតដល់អ្នកប្រើទូរស័ព្ទប្រព័ន្ធ C ដោយ8លើ20មានន័យថា8នេះយើងយក20នេះយើងយកគុណប៉ុន្មានឲ្យទៅជា100អញ្ចឹងមានន័យថាគុណនឹង5អញ្ចឹងខាងក្រោមភាគបែងគុណនឹង5ភាគលើភាគយកក៏គុណនឹង5ដែរអញ្ចឹងយើងបាន40ខាងភាគបែងយើងបាន100បើគិតជាភាគរយគឺ40%គឺអ្នកដែលប្រើប្រព័ន្ធទូរស័ព្ទ C នៅពេលដែលយើងបានលទ្ធផលនេះហើយគឺយើងយកភាគរយទាំង3នេះយកទៅគូសនៅលើក្រាបផ្លិតលទ្ធផលដែលទទួលបានគឺ A ទទួលបាន25% B 35% C 40%បើគេកំណត់យកថាតាំង100%នោះវាត្រូវកំណត់ ABC នៅក្នុងករណី100%ដែរបើសិនជាយើងតាំងរង្វង់នេះក្រាបផ្លិតនេះជា degree វិញជាប្រភេទមុំវិញគេហៅថាប្រភេទមុំ360 degree ដែលគេគិតថាបើសិនជាកន្លះនេះស្មើនឹង180ពេញស្មើនឹង360ហើយយក A 360 degree គុណនឹង25លើ100 B 360 degree គុណនឹង35លើ100ហើយនឹងចំណែក C ត្រូវគុណយក360 degree គុណនឹង40លើ100ចាអញ្ចឹងយើងប្រើសង់មុំ90 degree 126 degree និង144 degree ទៅលើរង្វង់ផ្លិតនេះឯងក្រាបដែលសង់បានគេហៅថាក្រាបផ្លិតការបកស្រាយទិន្នន័យជាថាសហៅថាក្រាបផ្លិតចាជាថានេះជារង្វង់នេះឯងគេហៅឈ្មោះថាក្រាបផ្លិត